ខ្ញុំមកសុំកលេចទៅកាន់អាដាមអត់សិថាបីម្ដងពាក់ព័ន្ធសំណួរជាបន្តនេះក៏ចង់ឲ្យដល់បកស្រាយដែរដែលសារតែការពេលថ្មីក៏មានក្រុមខាងប្រឆាំងដែលគាត់តែតែប្រើពាក្យឃោសនាថាកម្ពុជាកាត់ដីដើម្បីដូរយុសន្តិភាពហើយក៏បញ្ជាក់ថារដ្ឋាភិបាលយើងលាក់ព័ត៌មានហើយក៏និយាយថាការបោះវែងការបោះបកគោនេះគឺធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីអញ្ចឹងអាដាមមានការឆ្លើយតបមិនចំពោះការចាត់ទុកនេះបាទវាជាការមួយគួរអស់សំណើចណាស់ដែលពួកគាត់បានលើកពីករណីនេះចេញទៅរួចបាទខ្ញុំគិតថាបុគ្គលដែលចោទប្រកាន់បែបនេះគឺគាត់មិនយល់អំពីកិច្ចការព្រំដែនអំពីបច្ចេកទេសផែនទីហើយនឹងការងារខណ្ឌសីមារបស់បង្គោលព្រំដែនទេបាទការងារបច្ចេកទេសការងារកិច្ចការព្រំដែនដូចលោកបានចំណានបានស្ដាប់អមាញ់មិញហើយគឺសហការីខ្ញុំគាត់បានរៀបរាប់តើនីតិវិធីនៃការអនុវត្តការខណ្ឌសីមាជាពិសេសការរុករកទីតាំងបកគោលព្រំដែនទាំង74ហ្នឹងវាមានការពិបាកយ៉ាងដូចម្ដេចបាទដើម្បីយើងអាចឈានទៅការឯកភាពគ្នាជាមួយសមភាគីរបស់យើងខាងថៃនេះបាទហើយអញ្ចឹងអ្វីដែលពួកដែលអ្នកដែលបានលើកឡើងហ្នឹងគឺជាការមិនពិតទេគាត់មានគំនិតដែលថាធ្វើយ៉ាងម៉េចឲ្យយើងហ្នឹងប្រជាពលរដ្ឋយើងមានការយល់ច្រឡំបាទអានេះគឺជាអំពើមួយដែលយើងថាអាចថាជាអំពើអក្រិតបាទក្នុងន័យដើម្បីធ្វើឲ្យកម្ពុជាយើងមានការបែកបាក់ខ្ញុំគិតថាព័ត៌មានដែលគេថារាជរដ្ឋាភិបាលលាក់ហ្នឹងខ្ញុំមិនដឹងជាគេចង់សម្ដៅទៅលើព័ត៌មានអ្វីទេបាទពីព្រោះយើងត្រូវដឹងថាការងារព្រំដែនគឺជាការងារចរចាទ្វេភាគីដោយសំអាងទៅលើឯកសារគតិយុត្តនិងភស្តុតាងនានាដែលយើងមានបន្សល់ទុកពីសម័យបារាំងបាទដូចជាខ្ញុំបានជម្រាបជូនពីខាងដើមអញ្ចឹងការងារដែលជាកិច្ចការព្រំដែនកន្លែងខ្លះគឺយើងមិនអាចបញ្ចេញបានទេនេះគឺជាការពិតបាទអញ្ចឹងត្រឡប់មកវិញបើសិនជាយើងថាគាត់ថាយើងធ្វើឲ្យបាត់ដីឬក៏ការវាស់វែងរបស់យើងនឹងធ្វើឲ្យបាត់ដីអានឹងដូចជាគាត់នឹងវាយប្រហារមកលើអ្នកបច្ចេកទេសរបស់យើងបាទហើយមិនទុកចិត្តលើអ្នកបច្ចេកទេសរបស់យើងហើយបើនិយាយឲ្យចំទៅបើសិនជារាជរដ្ឋាភិបាលទាំងសម័យសម្ដេចតេជោក៏ដូចជាសម័យសម្ដេចធិបតីនាពេលបច្ចុប្បន្ននេះកាត់ដីដើម្បីដូរយកសន្តិភាពនៅឯនោះអញ្ចឹងវាមិនមានហេតុការណ៍ផ្ទុះសង្គ្រាមនៅឆ្នាំ2008 2011និងថ្មីនេះនៅខែកក្កដា2025ទេបាទនេះគឺជាអ្វីដែលខ្ញុំគិតថាពួកគាត់ដែលបានលើកនេះគឺមានចេតនាទុច្ចរិតតែម្ដងខ្ញុំក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីទូតទុកកិច្ចការព្រំដែនឯកឧត្តមឡើងជាសូមពាមនាវដល់ជនរួមជាតិនិងសាធារណជនទាំងអស់សូមមេត្តាជឿជាក់ទុកចិត្តលើរាជរដ្ឋាភិបាលក្រុមការដឹកនាំដល់ឆ្លៀវវៃរបស់សម្ដេចបវរមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាដែលជានិច្ចកាលតែងយកចិត្តទុកដាក់ប្រកាន់ភ្ជាប់នៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ដោយតម្កល់ទុកឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារវណ្ណភាពទឹកដីអធិបតេយ្យដោយប្រកាន់ភ្ជាប់នៅការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមកបាទវិគិសូមបងប្អូនជឿជាក់លើការងារដែលរដ្ឋលេខាធិការកិច្ចការព្រំដែនកំពុងតែធ្វើនិងបានធ្វើកន្លងមកបាទ